ហើយរទេះឋានសួគ៌ក៏ចាប់ផ្ដើមប្រមូលផ្ដុំនៅលើមេឃលើបន្ទប់របស់ពួកគេគ្រាន់តែឃើញនៅថាមពលឈូសៀវក៏លិនមាត់ថាជាដំណាក់កាលទី4ឯអ្នកគ្រូក៏ចាប់ផ្ដើមធ្វើដំណើរទៅក្នុងលំហដើម្បីទៅលើដំណាក់កាលឈូសៀវរាំងបារម្ភអញ្ចឹងគេក៏ដកយកថ្នាំទឹកមួយទៅអុយប្រាប់នាងថាបើត្រឹមមិនបាននោះទេផឹកអានឹងទៅម៉ាំងឌៀក៏មិនបានបដិសេធនោះដែរទួយយកឲ្យសរសើរគេថាមានចិត្តទៀតរួចក៏បើកទ្វារលំហដើរចូលទៅខាងក្នុងចាប់ផ្ដើមសមាធិប្រមូលផ្ដុំកម្លាំងធាតុអញ្ចឹងទៅរន្ទះឋានសួគ៌គឺកាចមែនទែនប្រែកាឡាជានាគក៏ហឹមដាក់នាងលឹះសុតមីវបែបនេះក៏តម្រូវឲ្យម៉ាំងឌៀប្រើវិជាដាវបណ្នាងទៅតបទល់វិជាដាវទៅក៏ស្នេហ៍ទី1កាប់ឆ្វាច់ហើយឃើញថាមិនកើតក៏បន្ថែមស្នេហ៍ទី2ស្នេហ៍ទី3ប៉ុន្តែលទ្ធផលក៏នៅតែដដែលអញ្ចឹងត្រូវបាននាករន្ទះផ្លុំរន្ទះដាក់ឡើងនាងខ្ទៀតរបួសធ្ងន់បែបនេះនាងក៏មិននឹកស្មានផងដែរថារន្ទះឋានសួគ៌លើកនឹងដូចជាខ្លាំងខុសប្រក្រតីប៉ុន្តែអត់បញ្ហានោះឡើយមាននៅថ្នាំទឹកដែលឈូសៀវបានអុយដកយកមកផឹកបន្ថើសម្រួលនៅកម្លាំងធាតុបន្ថើតែអានាគមួយនឹងក៏មិនអុយនាងងាយស្រួលដែរបានហក់មកអញញ៉ៃនាងសាជាថ្មីឯម៉ាំងឌៀក៏ត្រៀមខ្លួនប្រយុទ្ធរួចជាស្រេចឈូសៀវដែលមើលពីចម្ងាយនេះវិញឃើញថាពររន្ទះមួយនឹងហើយគឺបារម្ភខ្លាំងមែនទែនមកសន្ទុះក្រោយមកក៏ឃើញថាម៉ាំងឌៀបានឆ្លងកាត់រន្ទះឋានសួគ៌និងទម្លុះដំណាក់កាលបានសម្រេចហើយឥឡូវនេះនាងក៏ដឹងការពិតថាខ្លួនកំពុងតែមានផ្ទៃពោះបាត់ទៅហើយតែក៏ធូរចិត្តផងដែរព្រោះបានការពារកូនក្នុងផ្ទៃពីរន្ទះឋានសួគ៌បានសម្រេចអូខេនឹងហើយវាល្មមតែមានកូនហើយបាទមិនដឹងជាមួយថ្ងៃប៉ុន្មានដងផងហើយត្រឡប់មកដល់បន្ទប់វិញឈូសៀវក៏ចូលរួមអបអរសាទរអ្នកគ្រូទៅហើយក៏ផ្ដែផ្ដាំឲ្យនាងទៅសម្រួលកម្លាំងធាតុសិនទៅឯអ្នកគ្រូក៏ឆ្លៀតអរគុណអំពីថ្នាំទឹករបស់គេអំបញ្ញមិញផងដែរបើសិនជាគ្មានវាទេដឹងតែមានគ្រោះថ្នាក់ហ្មងឈូសៀវក៏អញ្ជើញដាក់ខ្លួនចាំបាច់មកអរគុណទៅអីតំណែងតំណងពួកយើងទាំងពីរមិនចាំបាច់គួរសមចឹងឡើយឬហើយម៉ាំងឌៀក៏មិនបានមើលអីដែរនឹងបន្តគិតអំពីរន្ទះឋានសួគ៌អំបញ្ញមិញឆ្ងល់ថាមិនបានជាវាខ្លាំងម៉េះខ្លាំងជាងលើកមុនដល់ទៅ5ដងឯណោះព្រឹកស្អែកបណ្ដោឈូសៀវដើរចេញពីបន្ទប់ស្ងាត់ហឹមមិនដឹងយកមិញធ្វើអីខ្លាំងនោះទេប្រហែលមិនបានដេកទេមើលទៅព្រះនាងទី7ដើរមកដល់ឃើញក៏ឆ្ងល់បដ ாய் នឹងសួរទៅថាមិនបានជាភ្នែករបស់គេខ្មៅខ្លាំងម៉េះឬហើយឈូសៀវក៏កៀងផងដែរចុយហើយវាធ្វើធ្ងន់ដល់ថ្នាក់នឹងផងហើយយ៉ាងណាក៏មិនបានប្រាប់ការពិតអីនោះឡើយបែរជាកុហកថាខ្លួនរវល់តាមហ្វឹកហាត់នៅវិជ្ជាគុណមួយអញ្ចឹងក៏មិនបានដេកទៅព្រះនាងទី7ក៏មិនបានសង្ស័យអីនោះដែរថែមទាំងសរសើរគេទៀតផងថាឈូសៀវខ្លាំងប៉ុណ្ណឹងហើយនៅតែខិតខំប្រឹងប្រែងហ្វឹកហាត់អត់សម្រាកទៀតពិតជាស័ក្តិសមជាហូលីសាន់ប្រចាំបក្សថៃស៊ូមីនបន្ទាប់មកពួកគេក៏ចាប់ផ្ដើមបន្តដំណើរទៅកាន់រាជវាំងទៀតឈូសៀវក៏ចាប់អារម្មណ៍សួរអ្នកបរទេសអំពីព្រឹត្តិការណ៍មកមិនបានជាអត់ឃើញនាងអញ្ចឹងអាប៉ែនឹងក៏រាយការណ៍ទៅថាម្សិលមិញទីក្រុងឈៀងម៉ឹងគឺមានពពួកបិសាចច្រើនខ្លាំងមែនទែនមកអុកឡុកជាហេតុម្ចាស់ទីក្រុងក៏ស្នើសុំជំនួយពីទីក្រុងឈៀងស៊ុនព្រឹត្តិការណ៍មកបានដំណឹងក៏បញ្ញាប់ទៅជួយដោះស្រាយមុននិយាយថានាងនឹងដោះស្រាយឲ្យដើម្បីរងចាំពួកគេឬហើយឈូសៀវក៏ចាប់ផ្ដើមគិតព្រោះវាមិនសូវសមហេតុផលជាធម្មតាពពួកបិសាចគឺមិនងាយវាប្រហារពពួកមនុស្សលោកតែផ្ដាស់នោះទេគឺពួកវាចូលចិត្តលាក់ខ្លួនឲ្យប្រកបភាពចលាចលតាមក្រោយបែបនេះក៏ប្រកាសឲ្យគ្រប់គ្នាបញ្ញាប់បញ្ញាល់ចេញដំណើរទៅឯក្នុងចិត្តវិញក៏រំពឹងទុកក្រែងលោមានវត្ថុទិព្វអីលេចឡើងនៅក្នុងទីក្រុងនឹងអញ្ចឹងណានៅតាមផ្លូវព្រះនាងទី7ក៏សរសើរថាទេសភាពកន្លែងនេះស្អាតមែនឯឈូសៀវក៏គិតក្នុងចិត្តថាគួរស្ដាយមែនទេសភាពស្អាតអញ្ចឹងបើបានធ្វើអីគ្នាមួយអ្នកគ្រូមិនដឹងជាល្អប៉ុណ្ណាទេស្របពេលដែលវាកំពុងសម័យក៏ស្រាប់តែមានមនុស្សប្រមាណអ្នកដឹកនាំទៅដោយលៀងសៀវកំពុងតែលោបលួយវាឆ្មក់លៀងសៀវបើកមុខមុនគេលោតសម្រុកចូលទៅបដ ாய் កញ្ញាឃាតករទាំង3នាក់ក៏លោតចូលទៅតាមពីក្រោយលៀងសៀវកោបអាវុធសម្ងាត់ទៅឆ្វាច់ក៏មានថាមពលដ៏ខ្លាំងមួយទៀតបានកវិវាចេញកញ្ញាឃាតករក៏លិនមើលចុយហើយមិនមែនព្រឹត្តិការណ៍មកអត់នៅទេអីតែអញ្ជើញតិនចប់ផងក៏ស៊ីមកថាមពលបាត់ដៃមួយនឹងខ្ទាតទាំង3អ្នកដែលវាប្រហាក៏មានណាត់ឆ្ងាយក្រៅពីអ្នកគ្រូម៉ាំងឌៀបើយើងលៃចេញមកនិយាយយ៉ាងខកចិត្តមែនទែនទៅកាន់លៀងសៀវឃើញបែបនេះលៀងសៀវក៏បញ្ញាប់មុខសុំអង្វរនាងភ្លេតឯម៉ាំងឌៀក៏ទម្លាយការពិតថានាងបានដឹងទាំងអស់អំពីអំពើរបស់លៀងសៀវតាំងពីរឿងដែលគេប្រើឲ្យលេងយន្តទៅបំផ្លាញកម្រិតហ្វឹកហាត់ឈូសៀវបន្ទាប់មកក៏បញ្ជូនមនុស្សទៅសម្លាប់គេនៅក្នុងពិភពសម្ងាត់ហើយឥឡូវនឹងទៀតសោតក៏នាំនៅក្រុមឃាតករមកសម្លាប់នៅឈូសៀវទៀតផងបែបនេះនាងគឺមិនអាចផ្ដល់ឱកាសឲ្យគេបានទៀតនោះឡើយឬភ្លាមលេងសៀវមុខឡើងជូតែម្ដងសួរបញ្ជាក់អ្នកគ្រូឯងពិតជាសម្លាប់ខ្ញុំដើម្បីតែឈូសៀវមានកៅអីហើយវាក៏រអ៊ូថាមិនសុខចិត្តនោះទេខ្លួនក៏បានខិតខំប្រឹងប្រែងហ្វឹកហាត់ខ្លាំងដែរតែមិនបានជារបស់ល្អគ្រប់យ៉ាងធ្លាក់តែក្នុងកណ្ដាប់ដៃឈូសៀវអញ្ចឹងម៉ាំងឌៀក៏សួរថាតំណែងជាហូលីសានពិតជាសំខាន់សម្រាប់គេខ្លាំងណាស់មែនលេងសៀវក៏សារភាពទៅថាមានតែខ្លួនខ្លាចជាហូលីសាននោះទេទើបអាចទៅសងសឹកឲ្យឪពុកម្ដាយបានហើយគេក៏សួរសំណួរចុងក្រោយមួយថាម៉េចបានជានាងធ្វើល្អតដាឈូសៀវនឹងខ្លាំងម៉េះទោះបីជាអាពេលដែលវាគឺជាមនុស្សឥតប្រយោជន៍ក៏ដោយនាងតបថាធ្វើនេះដើម្បីតែសងគុណទៅកាន់ឪពុកម្ដាយរបស់ឈូសៀវប៉ុណ្ណោះពួកគេបានលះបង់ជីវិតដើម្បីឲ្យមនុស្សធម្មតាអាចគេចផុតពីពួកបិសាចបានលឺហើយលេងសៀវក៏សើចយ៉ាងហួសចិត្តយល់ថាខ្លួនចាញ់ឈូសៀវកន្លែងនឹងសោះម៉ាំងឌៀក៏តបថាគេមិនមែនចាញ់ឈូសៀវនោះទេគឺចាញ់ខ្លួនឯងមិនចេះគ្រប់គ្រងអា
អារម្មណ៍ខ្លួនឯងឲ្យបានល្អដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួនជាតាមសម្រាប់សិស្សច្បងរួមគ្រូដឹងថាកិច្ចមិនរួចពីការស្លាប់លៀងសៀវក៏និយាយពាក្យលាផ្ដាំទៅកាន់ឈូសៀវផងគ្រួសារអូយ៉ាងនៅឯដងចៅគឺមានវិជាគុណមួយក្នុងចំណោមវិជាគុណសម្ងាត់កំពូលទាំង9វិជាគុណព្យាបាលនិយាយចប់ក៏មិនបានចាំឲ្យនាងតបអីនោះឡើយសម្រាប់ខ្លួនឯងចោលបដ យឈូសៀវដែលនៅលើរទេះក៏បានដឹងផងដែរដូចជាបាត់ដង្ហើមរបស់លៀងសៀវទៅហើយបែបនឹងក៏មិនចង់ជឿនោះទេព្រោះបើតាមចរិតរបស់អ្នកគ្រូនាងមិនដាច់ចិត្តឡើយអស់8 ម៉ោងក្រោយពួកគេក៏មកដល់ទីក្រុងថ្មីហាក់កូនមិនវិញក៏កំពុងតែនិយាយអួតប្រាប់ទៅកាន់ស្រីឯឈូសៀវគឺអង្គុយខកចិត្តមែនទែនព្រោះវាគ្មានបិសាចឬក៏វត្ថុទិព្វអីនោះទេគ្រាន់តែជាល្បិចរបស់លៀងសៀវប៉ុណ្ណោះហើយភ្លាមនឹងគេក៏ដឹងភ្លេតថាអ្នកគ្រូមកដល់ហើយឃើញនាងដើរចូលក្នុងបន្ទប់គេក៏ធ្វើជាសួរទៅអ្នកគ្រូឯងមានរឿងអីមែនមើលទៅដូចមិនសូវសប្បាយចិត្តសោះនាងក៏ប្រាប់ការពិតថាលៀងសៀវបានងាប់បាត់ហើយឈូសៀវធ្វើជាភ្ញាក់ផ្អើលមិនអញ្ចឹងអ្នកគ្រូមិនបាននៅសក់សិស្សប្អូនងាប់អញ្ចឹងតែកន្លែងនឹងអ្នកគ្រូដូចជាមិនចង់និយាយការពិតឡើយបដូរប្រធានបទថាមុនពេលដែលវាបានងាប់លៀងសៀវបានផ្ញើផ្ដាំពាក្យមួយទៅឲ្យឯងហើយនាងក៏ប្រាប់អំពីរឿងវិជាគុណសម្ងាត់អីអស់ហ្នឹងទៅឈូសៀវគ្រាន់តែឮក៏ដឹងពីគំនិតអាក្រក់របស់វាភ្លេតអាពួកក្តរនេះមុនងាប់ចង់ធ្វើស៊ីបងផងតែវិជាគុណសម្ងាត់មួយហ្នឹងគឺពិតជាខ្លាំងមែនទោះបីជាមានគ្រោះថ្នាក់ក៏អញត្រូវតែបន្ថយដែរអ្នកគ្រូដូចជាដឹងពីចិត្តរបស់គេក៏សួរភ្លេតថាឯងមានកម្រងទៅប្លន់នៅពេលណាឈូសៀវអត់តបទេបែរជាទៅលួចថោកធ្វើនាងខ្សើតវិញហើយក៏និយាយយល់ល្អអ្នកគ្រូឯងកុំគិតខ្ញុំក្នុងផ្លូវអាក្រក់ពេកមើលខ្ញុំទៅគឺដើម្បីតែសងសឹកឲ្យសិស្សប្អូនតាគ្រួសារអូយ៉ាងគឺជាសត្រូវរបស់សិស្សប្អូនចឹងសិស្សច្បងសងសឹកឲ្យសិស្សប្អូនណាគឺជារឿងធម្មតាប៉ុណ្ណោះណាគេប្រើឲ្យពួកយើងគឺជាគ្រួសារតែមួយនោះអីមឹងដៀសគឺគ្មានជឿអីសំបីមួយម៉ាត់យីរុំពាក្យសម្ដីវានិយាយ10ម៉ាត់នឹងជឿបានតែមួយប៉ុណ្ណោះអាយ៉ាមានណាអ្នកគ្រូអាលើកមុនខ្ញុំនិយាយថាចង់បានអ្នកគ្រូឯងឥឡូវមិនបានហើយទេឮភ្លាមនាងក៏ស្រែកឲ្យគេបិទមាត់ភ្លេតគំរាមថាប្រយ័ត្ននាងវាយបែកមាត់តែឈូសៀវអត់ខ្លាចឡើយដៃវិញឡើងក៏ក្លឿនទៅចាប់អបចកេះនាងឲ្យញោះនាងថែមធ្វើឲ្យអ្នកគ្រូក៏ប្រញាប់ទៀតដៃគេចេញហើយក៏បន្តសួរថាគេពិតជាទៅប្លន់គ្រួសារអូយ៉ាងមានក្អីគ្រួសារនឹងក៏មិនអន់ប្រមាណដែរមានអ្នកខ្លាំងកម្រិតសេនដល់ទៅ2នាក់បើអត់ប្រើជំនួយពីប៉ាក់នោះទេគឺវាគ្រោះថ្នាក់មែនទែនឈូសៀវក៏ប្រាប់នាងកុំឲ្យភ័យគេមានផែនការរបស់គេហើយក៏ចាប់ផ្ដើមដកយកអាកំពីកូនថ្មីរបស់គេមកទៀតហើយប្រាប់ឲ្យអ្នកគ្រូជួយបរៀនផងហើយអ្នកគ្រូនឹងមិត្តនៅតែរឹងចឹងតែក៏ដើរសំដៅទៅកាន់ការ៉េតាមឈូសៀវអត់មានប្រកែកអីម៉ាន់តិចហើយឈូសៀវក៏ចាប់ផ្ដើមប្រែក្បាច់ថ្មីនៅក្នុងវិជាគុណថ្មីរបស់គេណាធ្វើឲ្យអ្នកគ្រូនឹងគឺធ្ងន់ឡើងគឺពេញមកបន្ទប់តែអត់បញ្ហាទេមានយុទ្ធសាស្ត្រការពារសលេង8 ម៉ោងក្រោយមកឈូសៀវក៏បើកបង្អួចស្រូបយកខ្យល់អាកាសយ៉ាងស្រស់ស្រាយតែម្ដងលឿនមើលថាជីវិតពិតជាមានន័យមែនមានអ្នកគ្រូស្អាតជួយបរៀនរាល់យប់ព្រះនាងទី7ក៏ចេញមករំលឹកគេឲ្យបញ្ញាបញ្ញារៀបចំខ្លួនទៅបន្តដំណើរតាមមួយថ្ងៃទៀតគឺនឹងដល់នគរដាមីងហើយមកសន្ទុះធំជូរក្រោយមកពួកគេក៏មកដល់ខ្លងទ្វាររបស់នគរដាមីងនឹងមានកងទ័ពមានអីជាច្រើនចាំទទួលដឹកនាំដល់ប៉ែកនេះឈ្មោះថាចៅយុនហ្វៃជាកូនប្រុសរបស់មេទ័ពម្នាក់ព្រះនាងទី7ក៏សង្ស័យបដ យថាម៉េចបានជាបងប្រុសទី2របស់នាងមិនបញ្ជូននៅខ្សែរាជវង្សមកទទួលបែរជាបញ្ជូនមេទ័ពវិញហើយនាងគិតថាបងប្រុសទី2នឹងពិតជាធ្វើប្រហែសមែនឃើញឈូសៀវចុះពីលើរទេះយុនហ្វៃក៏មកស្នើសុំគេនិយាយគ្នាតែ2នាក់ព្រះនាងទី7ក៏ដឹងថាមិនស្រួលបដ យចាប់កែឈូសៀវឲ្យសម្លឹងមុខក្នុងន័យថាមិនចង់ឲ្យទៅនាងក៏មិនរំពឹងថាឈូសៀវនឹងទៅជាមួយដែរព្រោះនៅតាមផ្លូវតំណែងពួកគេដូចជាល្អក្រិនបើតែមានណាឈូសៀវបើជើងនឹងគឺដើរទៅមកអប៉ែកនឹងធ្វើមិនដឹងបែបនេះក៏ធ្វើឲ្យនាងចាប់ផ្ដើមអស់សង្ឃឹមតែកូនម៉ានក៏លួចផ្ញើសារប្រាប់ឲ្យនាងមិនបាច់ភ័យទេអប៉ែកនេះធ្វើរឿងអីវាតែងតែមានហេតុផលរបស់វាចនិចហើយវាក៏មិនក្បត់នៅអូនឯងដែរម៉ាន់ទូធំក្រោយមកយុនហ្វៃក៏នាំឈូសៀវទៅដល់កន្លែងមួយហើយណែនាំគេនៅមនុស្សប្រមាណអ្នកទៀតមានដូចជាយ៉ាងឆិនមេប៉ាក់នៃប៉ាក់ដាវនៅកម្រិតសិនថងជាអ្នកមានទេពកសលម្នាក់ឯកញ្ញាម្នាក់ទៀតគឺទេពធីតាប៊ីយ៉ាវជាសិស្សច្បងស្រីធំប្រចាំរាជវាំងយូឈៀងហើយក៏មានកម្រិតហ្វឹកហាត់ដូចនឹងយ៉ាងឆិនដែរឈូសៀវបានសម្លឹងមើលអ្នកទាំងពីរហើយក៏ស្គាល់ភ្លេតបាទ system ក៏ឆ្ងល់ចុយហើយឯងស្គាល់ពួកវាពីកាលអញអត់ដឹងអញ្ចឹងឈូសៀវក៏បកស្រាយការពិតទៅអញនិយាយបានថាពួកគេកំពុងតែស្ថិតក្នុងកណ្ដាប់ដៃរបស់ខ្លួនបាត់ទៅហើយកាលពីជាតិមុនវាបានហ្វឹកហាត់នៅវិជាគុណពលឹងមួយហើយប្រើប្រាស់អវិជាគុណមួយនឹងដាក់ទៅកាន់មនុស្សជាច្រើននាក់ហើយដំបងវាគឺធ្វើឲ្យមនុស្សទាំងអស់នោះអាចរីកចម្រើនកម្រិតហ្វឹកហាត់បានយ៉ាងលឿនតែនៅពេលកម្រិតហ្វឹកហាត់របស់ពួកគេកាន់តែខ្ពស់ក៏បណ្ដាលឲ្យពលឹងរបស់ឈូសៀវដែលបានដាក់ក្នុងខ្លួនពួកគេគឺកាន់តែខ្លាំងអញ្ចឹងគឺមានន័យថាឈូសៀវអាចគ្រប់គ្រងនៅជីវិតពួកគេបានគ្រប់ពេលវេលាតែម្ដងមិនថាបដូរវិញ្ញាណដូចជាដើមរឿងឬក៏ចង់សម្លាប់ពួកគេឡើយឈូសៀវគ្រាន់តែគិតបន្តិចក៏អាចធ្វើវាបានដែរ system ក៏ចេញមុខសរសើរគេថាពិតជាស័ក្តិសមជាកំពូលវិលានពិតមែនល្បិចមួយនេះពិតជាថោកទាបខ្លាំងណាស់តែអាចឆ្កល់មួយមិនបានជាមានតែលើមនុស្សស្រីអញ្ចឹងហើយឯងដាក់តែលើមនុស្សស្រីទេមែនណាឈូសៀវអត់ប្រាប់ឡើយឲ្យគិតមើលខ្លួនឯងរកណែនាំខ្លួនអស់រួចយុនហ្វៃក៏ចាក់ស្រាទទួលចាក់អីយ៉ាងទៅឈូសៀវក៏ឆ្ងល់ដូចគ្នាថា3នាក់នឹងរកខ្លួនមានការអីដែរចាក់ស្រាចាក់អីអស់រួចយុនហ្វៃក៏និយាយកាច់កងពីគោលបំណងពិតដោយចាប់ផ្ដើមពីពាន់ដែលនគរដាមីងត្រូវប្រកល់ឲ្យប៉ាក់ថៃស៊ូលើកឡើងថាវាតិចខ្លាំងពេកបើតាមយោបល់របស់គេយ៉ាងហោចណាស់គឺច្រើនជាងមុន2 3ដងទៅគ្រប់គ្រាន់ជាពិសេសគឺចង់ឲ្យបន្ថែមទៅកាន់ឈូសៀវតែម្នាក់ក្នុងការបង្ហាញពីការស្មោះស្ម័គ្ររបស់ខ្លួនតែឈូសៀវគឺមិនមានចេះកាច់កងមានអីទេ
បាទសួរត្រង់ពួកឯងចង់សុកអញដើម្បីជួយបះបោមែនឬហើយយន្តហ្វៃក៏ធ្វើជាប្រកែកអាយ៉ានិយាយថាបះបោនឹងដូចជាមិនត្រឹមត្រូវទេរឿងដែលសំខាន់គឺពួកយើងចង់ជួយបន្ថែមចំណូលទៅកាន់បាក់ថៃស៊ូប៉ុណ្ណោះឯឈូសៀវក៏មានញ៉ៃញ៉ៃអីដែរតបត្រង់ថារឿងមួយនឹងអាចនិយាយគ្នាបានព្រោះបានប្រយោជន៍ទាំងអស់គ្នាអញ្ចឹងណាអ្នកគ្រូដែលឈរមើលពីចម្ងាយគឺហួសចិត្តជាមួយអាសេសចោលមកសៀតនេះមែនទែនដែលហ៊ានទទួលសំណូកពីជនបះបោហើយក៏លិនម៉ាត់បើសិនជាអូនស៊ីយូបានឃើញពីរឿងមួយនេះមិនដឹងជានាងក្អួតឈាមប៉ុណ្ណាលុយតែក៏ចង់ដឹងដូចគ្នាថាសិស្សចោលមកសៀតចង់ធ្វើអីបន្តបន្ទាប់ពីនិយាយគ្នាត្រូវអស់រួចយុនហ្វៃក៏សន្យាជាមួយនឹងឈូសៀវថាមិនបាច់ភ័យនោះទេនៅពេលទៅដល់ទីក្រុងសាំងជីងខ្លួននឹងប្រកបរបស់ដែលនៅសល់ទៅទាំងអស់ហើយក្នុងចិត្តវាក៏គិតថាតាមប៉ុណ្ណេះដឹងតែជោគជ័យហើយមានហូលីសានរបស់បាក់ថៃស៊ូកឹមត្រូគម្រោងបះបោគឺដឹងតែបានសម្រេច